តម្រូវការមាសនៅក្នុងស្រុកនៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងយ៉ាងខ្លាំងខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះជួបការលំបាកនៅក្នុងឆ្នាំទី5នៃសង្គ្រាមរបស់ខ្លួនជាមួយនឹងប្រទេសអ៊ុយក្រែនយោងទៅតាមសារមូលបត្រ Moscow ទំហំនៃប្រតិបត្តិការមាសកាលពីខែមុនបានកើនឡើងជាង350%បើធៀបទៅនឹងខែមីនាឆ្នាំ2025ដោយឈានទៅដល់42.6 តោនដែលក្នុងនោះ28.6 តោននៅក្នុងប្រតិបត្តិការដោះដូរដែលគេហៅថា swap និង14តោននៅក្នុងប្រតិបត្តិការជួញដូរផ្ទាល់ជាមួយនឹងការធ្លាក់ចុះនៃប្រាក់រូបលីការកើនឡើងកាន់តែមានភាពគួរឲ្យកត់សម្គាល់ការកើនឡើង500%ពីឆ្នាំមុនដោយឈានទៅដល់534.3ពាន់លានរូបលីឬក៏7.1ពាន់លានដុល្លារ